តារាចម្រៀងតនច័ន្ទសីមារំលឹកពីការតស៊ូនិងលើកទឹកចិត្តបងប្អូនជំនាន់ក្រោយស្របពេលកំពុងធ្វើគ្រូបង្វឹកនៅក្នុងកម្មវិធីប្រឡង Rap Cambo Rapper កញ្ញាតនច័ន្ទសីមាដែលជាតារាចម្រៀងលេចធ្លោប្រចាំនៅក្នុងផលិតកម្ម Galaxy Navantara បានរំលឹកពីការតស៊ូនិងការផ្ដាំផ្ញើទៅកាន់បងប្អូនជំនាន់ក្រោយកុំឲ្យបោះបង់ក្តីស្រមៃរបស់ខ្លួនមកទល់ពេលនេះកម្ពុជាតារាចម្រៀងតនច័ន្ទសីមាបានឈរនៅលើលំដាប់កំពូលដែលខ្លួនចង់បានហើយបទចម្រៀងនាងជាច្រើនក៏ទទួលបានការពេញនិយមនិងការគាំទ្រជាច្រើនពីសំណាក់មហាជនក្នុងនិងក្រៅប្រទេសប៉ុន្តែមុននឹងឈានជើងទៅដល់សប្តាហ៍ថ្ងៃជីវិតនាងក៏ត្រូវជួបនូវឧបសគ្គជាច្រើនផងដែរកញ្ញាតនច័ន្ទសីមាបានរំលឹកពីប្រវត្តិតស៊ូខ្លះៗរបស់ខ្លួននៅលើវិស័យចម្រៀងនេះឲ្យអ្នកគាំទ្របានដឹងដោយនាងបានរៀបរាប់នៅលើ Facebook របស់ខ្លួនថាខ្ញុំជឿលើអ្វីដែលខ្ញុំបានប្រឹងប្រែងខិតខំតស៊ូមិនបោះបង់មិនទន់ជ្រាយអរគុណបងប្អូននិងអ្នកទាំងអស់គ្នានៅជុំវិញខ្លួនខ្ញុំសម្រាប់ក្តីស្រឡាញ់ផ្ដល់ឱកាសកម្លាំងចិត្តជ្រោមជ្រែងខ្ញុំជឿថាអ្នកទាំងអស់គ្នានឹងធ្វើបានសម្រេចនៅក្តីស្រមៃរបស់ខ្លួនក្នុងថ្ងៃណាមួយដូចគ្នាខ្ញុំផ្ដល់កម្លាំងចិត្តឲ្យណាក្រៅពីអាជីពចម្រៀងកញ្ញាតនច័ន្ទសីមាក៏បានអភិវឌ្ឍខ្លួនមួយជំហានទៀតក្លាយទៅជាគ្រូបង្វឹកនៅក្នុងកម្មវិធីប្រឡង Rap Cambo Rapper អ្វីត្បិតតែមើលទៅនាងនៅក្មេងខ្ចីបន្តិចពិតមែនតែនៅក្នុងខ្លួននាងពោពេញទៅដោយសមត្ថភាពនិងទេពកោសល្យខាងផ្នែកចម្រៀងរហូតទទួលបានការស្រឡាញ់ពេញចិត្តនិងការគាំទ្រពីមហាជនគួររំលឹកផងដែរថាកញ្ញាតនច័ន្ទសីមាបានបញ្ចប់ថ្នាក់បរិញ្ញាបត្រនៅក្នុងឆ្នាំ2022បើទោះបីជាមមាញឹកនៅក្នុងការងារសិល្បៈនាងមិនបានបោះបង់ការសិក្សារបស់ខ្លួនចោលឡើយផ្ទុយទៅវិញនាងបានខិតខំប្រឹងប្រែងសិក្សារហូតបានបញ្ចប់ថ្នាក់បរិញ្ញាបត្រតាមក្តីស្រមៃ